តើអារលំកកាពះហ្នឹងវាមានកត្តាហានិភ័យអីខ្លះដែលអាចប្រឈមមុខនឹងការកើតអារលំកកាពះហ្នឹងគឺវាតកតងជាមួយនឹងការ lifestyle របស់យើងហ្នឹងវាអាចឬក៏មានលក្ខខណ្ឌវិទ្យាសាស្ត្រមួយចំនួនដែលជាកត្តាមួយជំរុញធ្វើឲ្យរលំកកាពះហ្នឹងតែតកតងជាមួយនឹងកត្តា lifestyle ឬក៏ការរស់នៅប្រចាំថ្ងៃហ្នឹងគឺមានតកតងជាមួយយើងថត់នៅពេលដែលយើងថត់នោះបង្កើនសម្ពាធនៅក្នុងពោះទៅជាពិសេសសកត់លើកាពះហ្នឹងវាធ្វើឲ្យរុញអាស៊ីតឡើងទៅលើតកតងជាមួយនឹងចំណីអាហារដែលយើងញ៉ាំដូចជាចំណីអាហារដែលមានជាតិខ្លាញ់ចំណីអាហារហឹរចំណីអាហារដែលមានជាតិអាស៊ីតកាហ្វេស្រាឬក៏ទឹកត្រជាក់ដែលមានជាតិហ្គាសហ្នឹងសត្វតែជាកត្តាជំរុញឲ្យមានត្រាអាស៊ីតឡើងលើហើយការជក់បារីហ្នឹងវាធ្វើឲ្យខ្សោយសាច់ដុំនៅកកាពះហ្នឹងអញ្ចឹងវាធ្វើហើយមួយទៀតវាបង្កើននឹងការផលិតអាស៊ីតអញ្ចឹងវាធ្វើឲ្យមានត្រាហើយទម្លាប់នៃការហូបបើសិនជាយើងហូបច្រើនទៅយើងមានការសកត់ទៅលើអាកាពះហ្នឹងវាអាចធ្វើឲ្យត្រាជាពិសេសបើសិនជាយើងហូបច្រើននៅពេលយប់ហើយមួយទៀតតកតងជាមួយនឹងការគេងបន្ទាប់ពីយើងញ៉ាំអាហារហើយនៅពេលដែលយើងការគេងហ្នឹងវាធ្វើឲ្យចំណីអាហារនៅក្នុងកាពះហ្នឹងវាធ្លាក់ចុះក្រោមទេវាច្រាលឡើងលើអញ្ចឹងវាធ្វើឲ្យវាច្រាលចូលក្នុងកាពះហើយលក្ខខណ្ឌវិទ្យាសាស្ត្រមួយចំនួនដូចជាការមានផ្ទៃពោះការមានផ្ទៃពោះហ្នឹងគឺតកតងជាមួយនឹងការបង្កើនសម្ពាធទៅលើកាពះហ្នឹងហើយនឹងមានថ្នាំមួយចំនួនដូចជាថ្នាំដែលយើងប្រើថ្នាំបំបាត់ការរលាកឬក៏ក្រុមអិនសេតហ្នឹងថ្នាំលើសម្ពាធឈាមចុះសម្ពាធឈាមដូចជាពួកកាល់ស្យូមឆាណាប្រូកើអំឡូឌីពីនដែលយើងប្រើញឹកញាប់ជាងគេហ្នឹងហើយថ្នាំធ្វើឲ្យគេងលក់ឬក៏អាហ្នឹងវាធ្វើឲ្យខ្សោយសាច់ដុំនៅកកាពះហ្នឹងជំងឺមួយចំនួនទៀតដូចជាជំងឺពួកផ្នែក tissue disease ហ្នឹងបានន័យថាជាជំងឺទាក់ទងជាមួយនឹងប្រព័ន្ធautoimmune ទេដែលភាគច្រើនអាចជួបដូចជាជំងឺ scleroderma បានន័យថាជំងឺនេះវាឡើងក្រឹងទាំងស្បែកក្រឹងទាំងកំពង់អាហារទៀតហើយចាស់កាលណាអាយុយើងកាន់តែចាស់បានន័យថាកកាពះហ្នឹងវាកាន់តែខ្សោយចឹងហើយវាអាចធ្វើឲ្យមានហានិភ័យនៃការកើតឡើងនៅជំងឺអង្គើចតើជំងឺអង្គើចឬក៏រលំកកាពះហ្នឹងព្យាបាលយ៉ាងម៉េចបណ្ដេញចំពោះការព្យាបាលជំងឺរលំកកាពះវាចាំបាច់ត្រូវតែមាន2រួមចូលគ្នាទាក់ទងជាមួយ lifestyle change និងការប្រែប្រួលឬក៏ការផ្លាស់ប្ដូរទម្លាប់នៃការរស់នៅរបស់យើងហ្នឹងគឺទាក់ទងជាមួយនឹងចំណីអាហារដែលយើងហូបប្រចាំថ្ងៃហ្នឹងគឺយើងត្រូវជៀសវាងអាហារដែលបង្កឲ្យមានហ្គេចហ្នឹងដូចជាអាហារហឹរអាហារដែលមានជាតិខ្លាញ់អាហារជៀនអាហារដែលមានជាតិអាស៊ីតសូកូឡាកាហ្វេស្រាឬក៏ភេសជ្ជៈដែលមានជាតិហ្គាសយើងហូបអាហារដែលតិចកុំឲ្យហូបច្រើនពេកតែហូបច្រើនហ្នឹងវាកើនសម្ពាធទៅលើកាពះហ្នឹងយើងឈរឬក៏យើងនៅធ្វើយ៉ាងម៉េចបន្ទាប់ពីគេងបន្ទាប់ពីញ៉ាំហើយហ្នឹងយ៉ាងន័យថាយ៉ាងតិចក៏2 13ម៉ោងដែរដើម្បីយើងគេងហើយយើងទៅយ៉ាងម៉េចបានថាហូបទឹកក៏បានគ្រប់គ្រាន់ដើម្បីហូបទឹកគ្រប់គ្រាន់ដើម្បីរក្សាជាតិអាស៊ីតក្នុងកាពះហ្នឹងហើយជួយសម្រួលការរំលាយអាហារទម្លាប់របស់យើងហ្នឹងបានការរក្សាដោយទម្ងន់ដែលមានសុខភាពល្អកុំឲ្យលើសទម្ងន់ហើយយើងពេលយើងគេងហ្នឹងយើងដាក់ក្បាលឲ្យខ្ពស់ដើម្បីយ៉ាងតិចក៏បានដាក់ក្រោយខ្នើយ2អីដែរដើម្បីការពារកុំឲ្យមានត្រាជាតិឡើងលើហើយឈប់ជក់បារីបន្ថយស្រាឬក៏បន្ថយវិយាហ្នឹងហើយនឹងតាក់ទងជាមួយនឹងសម្លៀកបំពាក់សម្លៀកបំពាក់ណាតឹងពេកទី2យើងត្រូវប្រើថ្នាំហ្នឹងគឺបានន័យថានៅពេលដែលយើងព្យាយាមការផ្លាស់ប្ដូរទម្លាប់រស់នៅហើយយើងបានជោគជ័យយើងអាចប្រើថ្នាំដែលយើងប្រើហ្នឹងមានទី1ក៏ពពួកអង្គាស៊ីតហ្នឹងវាមានពពួកនៅក្នុងករណីដែលរោគសញ្ញាតិចតួចអង្គាស៊ីតហ្នឹងវាមានពពួកអាឡូមីញ៉ូមវីតុកស៊ីតម៉ាឡីស្យូមវីតុកស៊ីតដូចជាពួកម៉ាឡុកមីឡុងតាឬក៏ពពួកតាំងឬក៏កាល់ស្យូមកាបូណាតហ្នឹងពួកអង្គាស៊ីតហ្នឹងគឺវាទៅជួយបន្សាបអាស៊ីតភាសាអាស៊ីតកាពះហ្នឹងវាអាចធ្វើឲ្យរោគសញ្ញាហ្នឹងវាបាត់លឿនអង្គការអាស៊ីតហ្នឹងគេប្រើតែបានន័យថាជាប្រើក្នុងធ្វើឲ្យបាត់រយៈពេលខ្លីទេវាអត់ជួយធ្វើឲ្យជានៅការខូចខាតនៅបំពង់អាហារនោះទេថ្នាំទី2គេហៅថា H2 receptor blocker ក្នុងករណីដែលយើងមានរោគសញ្ញាពីមធ្យមទៅមធ្យមហ្នឹងចំពោះការរលំកាពះហ្នឹងថ្នាំហ្នឹងមានដូចជាពួករ៉ានីទីឌីនពួកហ្វាម៉ូទីឌីនថ្នាំហ្នឹងគឺវាធ្វើឲ្យបន្ថយការផលិតអាស៊ីតកាពះដោយវាទៅទប់ស្កាត់អេស្តាមីនreceptor របស់អេស្តាមីនហ្នឹងអាហ្នឹងបានគេប្រើសម្រាប់
គ្រប់គ្រងរយៈពេលយូរហើយមានសកម្មភាពល្អជាងអង្គការសិទ្ធិហើយឆ្នាំមួយទៀតហៅថាក្រុម PPI ហ្នឹងគេប្រើក្នុងករណីដែលរលំកប្រព័ន្ធធ្ងន់ធ្ងរមានរោគសញ្ញាធ្ងន់ធ្ងរឆ្នាំហ្នឹងមានពពួកអូមេប្រាហ្សូលអេសូប្រាហ្សូលបងប្រូប្រាហ្សូលឡង់សូប្រាហ្សូលយើងជ្រើសរើសយកមួយណាក៏បានដែរឆ្នាំហ្នឹងគឺសំខាន់វាបន្ថយការផលិតអាស៊ីតហើយនឹងវាផ្ដល់នូវការធូរស្បើយរយៈពេលយូរហើយឆ្នាំហ្នឹងវាល្អដោយសារតែវាធ្វើឲ្យទុជាអាការរលាកបំពង់អាហារហ្នឹងហើយវាការពារកុំឲ្យវាមានផលប៉ះពាល់ឬក៏វិវត្តទៅរកជំងឺហៅថា Barrett's esophagus ហើយការណាប្រើរយៈពេលយូរយើងត្រូវតែប្រុងប្រយ័ត្នដោយសារវាបង្កើនហានិភ័យនៃការពុកឆ្អឹងដែលធ្វើឲ្យមានការបាក់ឆ្អឹងទាក់ទងជាមួយនឹងកង្វះវីតាមីន B12 ហើយនឹងតាក់ទងជាមួយនឹងជំងឺឆ្លងដែរឆ្នាំទី4ជាពពួក prokinetic ហ្នឹងគឺបានន័យថាក្នុងករណីដែលយើងកាពះហ្នឹងវាក្រនឹងបញ្ចេញចំណីអាហារទៅក្រោមយើងអាចប្រើពពួកក្រុមមេតូក្រូប្រូមេតឬក៏ពួកនំពេរីដូនត្រាំហ្នឹងគឺសំខាន់វាជួយពន្លឿននៃការកន្ត្រាក់របស់កាពះជាមិនថាវាធ្វើឲ្យចំណីអាហារទៅក្រោមលឿនបើអញ្ចឹងវាអាចវាបន្ថយនៅការបង្កើនឡើងនៅអាស៊ីតចាតែវាអាចធ្វើមានផលប៉ះពាល់ទាំងលើទៅអាចធ្វើឲ្យយើងងុយដេកអស់កម្លាំងនឹងជួនកាលយើងអាចធ្វើមានចលនាមិនប្រក្រតីតាមមួយទៀតគេហៅថា alginate ហ្នឹងគឺការពារសម្រាប់ការពារបំពង់អាហារដូចជាពពួកការវាស្កងហ្នឹងបានថាជាទម្រង់មួយដើម្បីការពារអាស៊ីតដែលច្រើនឡើងពីកាពះហ្នឹងវាការពារបំពង់អាហារដើម្បីកុំឲ្យរលាកហើយក្នុងករណីដែលយើងប្រើថ្នាំហើយអត់បានជោគជ័យហើយទាំងជំរឿនបន្តទៀតយើងត្រូវប្រឹក្សាជាមួយនឹងគ្រូពេទ្យដើម្បីធ្វើការវះកាត់នឹងការវិធីសាស្ត្រនៃការវះកាត់យ៉ាងម៉េចគ្រូពេទ្យនឹងបញ្យល់ថាតើយើងធ្វើយ៉ាងណាអញ្ចឹងបើសិនជាលោករស្មីមានសំណួរអាចសាកសួរនៅក្នុង comment បាន